ប្រធានការធ្វើទានជាអំពើសប្បុរសធម៌ដែលញោមមៀងឲ្យគ្រួសារនិងសង្គមជាតិមានសន្តិភាពចូលបកស្រាយឲ្យបានពិស្ដារសេចក្តីអធិប្បាយកើតមកជាមនុស្សរស់នៅលើលោកយើងនេះមនុស្សគ្រប់រូបតែងតែត្រូវការនៅសុខសន្តិភាពសប្បាយរីករាយប្រកបដោយសុភមង្គលនិងមានសេចក្តីសុខចម្រើនទាំងផ្លូវកាយនិងផ្លូវចិត្តនៅក្នុងការរស់នៅប្រកបដោយភាពរភាពការចេះចែករំលែកអធ្យាស្រ័យគ្នាទៅវិញទៅមកមានភាពសាមគ្គីចេះជួយគ្នាក្នុងគ្រាមានអាសន្នអាស្រ័យហេតុនេះហើយទើបមានពំណូលមួយលើកឡើងថាការធ្វើទានជាអំពើសប្បុរសធម៌ញោមមៀងឲ្យគ្រួសារនិងសង្គមជាតិមានសន្តិភាពតាមទឹកប្រធានខាងលើបានផ្ដល់អត្ថន័យនិងខ្លឹមសារដូចម្តេចខ្លះមុននឹងឈានដល់ការបកស្រាយមាត់ប្រធានខាងលើឲ្យបានក្បោះក្បាយនិងកាន់តែស៊ីជម្រៅប្រកបដោយសុខវិនិច្ឆ័យគុណតម្លៃខ្ពស់យើងក៏បីយល់នៅពាក្យកន្លឹះមួយចំនួនជាមុនសិនពាក្យថាការធ្វើទានមានន័យថាការចែករំលែកការផ្ដល់ឲ្យការជួយគ្នាទៅវិញទៅមកនាគ្រាមានទុក្ខលំបាកចំណែកឯពាក្យសប្បុរសធម៌សំដៅលើអំពើសភាពត្រតុងឲ្យប្រព្រឹត្តតែអំពើល្អរីឯពាក្យសន្តិភាពសំដៅដល់ភាពសប្បាយរីករាយការរស់នៅប្រកបទៅដោយសេចក្តីសុខសុភមង្គលគ្មានចំនួនឬសង្គ្រាមកើតឡើងដូចនេះតាមន័យរបស់ប្រធានគេចង់បង្ហាញឲ្យឃើញថាការចែករំលែកការជួយគ្នាក្នុងរាមានអាសន្នគឺជាកិរិយាដ៏ល្អនៅក្នុងសង្គមនិងជាអំពើដែលទ្រទ្រង់ឲ្យមានភាពល្អប្រសើរការប្រកាន់ភ្ជាប់នៅសាមគ្គីធ្វើឲ្យមនុស្សដែលរស់នៅក្នុងគ្រួសារនិងសង្គមមានភាពសប្បាយរីករាយទំនាក់ទំនងល្អនឹងគ្នាទៅវិញទៅមកជាការពិតណាស់ធម្មជាតិបានបង្កើតមនុស្សសត្វមានជីវិតនៅលើលោកសន្និវាសយើងនេះរមែងតែងតែភ្ជាប់នៅភាពសប្បាយរីករាយភាពឈឺចាប់ទុក្ខព្រួយជាមួយគ្នាជានិច្ចយ៉ាងណាមិញឆាកជីវិតរបស់មនុស្សគ្រប់រូបគឺគ្មានបុគ្គលណាម្នាក់ដែលមានជីវិតរស់នៅល្អឥតខ្ចោះពេញមួយជីវិតនោះដែរតួយ៉ាងគឺមិនអាចគេចផុតពីបញ្ហានានារអ៊ុបស័ព្ទផ្សេងឡើយហេតុផលនេះហើយដែលចាំបាច់ទាមទារមនុស្សគ្រប់រូបត្រូវចេះចែករំលែកគ្នាទៅវិញទៅមកជាក់ស្ដែងនៅក្នុងសង្គមនីមួយប្រទេសនីមួយនៅក្នុងវិស័យអប់រំចំពោះការគ្រប់គ្រងនិងអនុវត្តនៅចតុះដំដល់សិស្សានុសិស្សឲ្យមានចំណេះដឹងចំណេះធ្វើការរស់នៅប្រកបដោយភាពថ្លៃថ្នូរមានសណ្ដាប់ធ្នាប់មានសីលធម៌និងទទួលបាននូវភាពពេញលេញនៅជំនាញរែកទេសដែលសិស្សានុសិស្សបានសិក្សារៀនសូត្រម្យ៉ាងទៀតនៅក្នុងសាលារៀនឬសាកលវិទ្យាល័យរមែងតែងតែមានការចែករំលែកទៅដល់សិស្សានុសិស្សរូបណាដែលខ្វះខាតនៅសម្ភារៈសិក្សារៀនសូត្រថវិកាឬមធ្យោបាយធ្វើដំណើរសម្រាប់ការសិក្សានោះនាយកសាលាសិស្សានុសិស្សដែលមានលទ្ធភាពអាចចែករំលែកដល់សិស្សណាដែលជួបការលំបាកហើយបើយើងក្រឡេកមកមើលនៅប្រទេសកម្ពុជាវិញកាកបាទក្រហមកម្ពុជាក៏បានជួយចែករំលែកលះបង់និងប្រមូលថវិកាពីសប្បុរសជនក្នុងការជួយប្រជាជនកម្ពុជាដែលជួបទុក្ខលំបាកក្រខ្សត់ឬដោយសារគ្រោះធម្មជាតិផ្សេងពីរដូចជាគ្រោះរាំងស្ងួតទឹកជំនន់រញ្ជួយដីរត់ខ្យល់ព្យុះបណ្ដាលឲ្យខូចខាតនៅផ្ទះសំបែងក្នុងការរស់នៅនិងទទួលរងនៅភាពតោកយ៉ាកពីកត្តាទាំងអស់នេះកាកបាទក្រហមកម្ពុជាបានជួយទំនុកបម្រុងនឹងការផ្ដល់នូវសម្ភារៈប្រើប្រាស់មួយចំនួននិងសម្ភារៈដទៃទៀតសម្រាប់ជួយដល់ប្រជាជនកម្ពុជាពេលគ្រានាពេលអាសន្នដើម្បីមានការផ្សារភ្ជាប់នូវភាពសប្បាយរីករាយនិងសុភមង្គលយ៉ាងណាមិញកាកបាទក្រហមបានជួយឧបត្ថម្ភនៅថវិកាមួយចំនួនជូនដល់សង្គមកម្ពុជាឲ្យមានការរីកចម្រើននិងការអភិវឌ្ឍលូតលាស់ចំពោះជាតិមាតុភូមិដូចជាការជួយយកសាងហេដ្ឋារចនាសម្ព័ន្ធការជួយការកសាងសាលារៀនមន្ទីរពេទ្យនិងការទ្រទ្រង់ដល់ការរស់នៅរបស់ប្រជាជនមានភាពល្អប្រសើរនេះពេលអនាគតបើយើងត្រឡប់មកមើលនៅក្នុងមន្ទីរពេទ្យគុណបុប្ផាដែលដឹកនាំដោយលោកប៉ែតរិទ្ធឈឺនីដែលកម្ពុជាសប្បុរសធម៌បានបង្កើតនៅមន្ទីរពេទ្យគុណបុប្ផានេះឡើងសម្រាប់ប្រជាជនកម្ពុជាព្យាបាលនៅជំងឺដោយគ្មានការយកកម្រៃប្រាក់កាសឡើយមន្ទីរពេទ្យនេះមានការចែករំលែកការផ្ដល់ឲ្យពីសប្បុរសជនពីក្នុងស្រុកនិងក្រៅប្រទេសជួយយកបដិមនៅថ្នាំពេទ្យថវិកាសម្រាប់បុគ្គលិកនិងមានការចំណាយលើសម្ភារនិងឧបករណ៍សម្រាប់ព្យាបាលជំងឺអាស្រ័យលើកតាទាំងអស់នេះហើយទើបមន្ទីរពេទ្យគុណបុប្ផាបានក្លាយជាមន្ទីរពេទ្យសប្បុរសធននសម្រាប់ប្រជាជនកម្ពុជាគ្រប់រូបចំពោះការបរិច្ចាគឬក៏ការធ្វើទានបានធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនលូតលាស់គ្រប់វិស័យហើយក៏ជាចំណុចសម្រាប់ការបង្កើតនូវសុខសន្តិភាពនិងជាអំពើល្អប្រពៃនៅក្នុងសង្គមផងដែរក្នុងស្នាដៃអក្សរសិល្ប៍ក៏បានចូលរួមបង្ហាញអំពីអំពើសប្បុរសធម៌ផងដែរនៅក្នុងរឿងកុលាបបៃលិនដែលជាវណ្ណកម្មរបស់អ្នកនិពន្ធឈ្មោះលោកញុកថែមដែលបានតែងនៅឆ្នាំដែលជាដំណើរដើមទងបង្ហាញពីអំពើល្អរបស់លោកគ្រូពេទ្យស្អាតដែលខណៈពេលនោះក្រោយពីឪពុករបស់ចៅចិត្របានលាចាកលោកចៅចិត្រត្រូវរស់ដោយគ្មានទីពឹងពាក់អាស្រ័យឡើយប៉ុន្តែលោកគ្រូពេទ្យស្អាតបង្ហាញផ្លូវដើរសម្រាប់ចៅចិត្រដោយឲ្យសម្បត្តិទៅចៅចិត្រសម្រាប់ពេលទៅធ្វើការងារជួបជាមួយលោកលួងរតនៈសម្បត្តិក្រោយពីទទួលសម្បត្តិពីគ្រូពេទ្យហើយចៅចិត្របានធ្វើដំណើរទៅបរបៃលិនដើម្បីធ្វើជាកម្មករជីកត្បូងហើយនៅពេលជួបលោកលួងរតនៈសម្បត្តិតែលោកបានអានសម្បត្តិរបស់ពេទ្យស្អាតហើយក៏បានអនុញ្ញាតចៅចិត្រធ្វើជាកម្មករជីកត្បូងក្រោយមកចៅចិត្របានខិតខំយកចិត្តទុកដាក់ធ្វើការនិងឧស្សាហ៍ព្យាយាមរហូតបានក្លាយជាអ្នកកាន់បញ្ជីត្បូងជំនួសលោកលួងរតនៈសម្បត្តិហើយលោកបានចៅចិត្រកាន់បញ្ជីទាំងអស់របស់លោកលួងរតនៈសម្បត្តិហើយក៏មានការជឿទុកចិត្តយ៉ាងខ្លាំងចំពោះចៅចិត្រនិងបានផ្ដល់ឱកាសដល់ចៅចិត្រទទួលបានការគោរពស្រឡាញ់ពីកម្មករដែលជីកត្បូងនៅទីនោះផងដែរនេះបានបង្ហាញឲ្យឃើញពីអំពើសប្បុរសធម៌របស់គ្រូពេទ្យស្អាតនិងលោកលួងរតនៈសម្បត្តិទៅលើចៅចិត្រតួយ៉ាងចៅចិត្រក៏បានចាំសម្ដីរបស់ឪពុករបស់ខ្លួនដោយតាជឿមបាននិយាយថាខ្លួនទីពឹងខ្លួនហើយចៅចិត្រក៏ប្រកាន់ភ្ជាប់នៅអំពើល្អភាពស្មោះត្រង់ក្នុងការងាររបស់ខ្លួនរហូតបានរៀបការជាមួយកូនរបស់លោកលួងរតនៈសម្បត្តិគឺនាងខុននារីហើយរស់នៅប្រកបដោយសុខសាន្តសុភមង្គលជារៀងរហូតទៅ
ហើយនៅក្នុងស្នាដៃរបស់លោកស៊ូនសូរិនរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបាននិពន្ធឡើងនៅឆ្នាំ1960 1961បានបង្ហាញឲ្យឃើញអំពើសប្បុរសរបស់លោករដ្ឋមន្ត្រីវ័យក្មេងចំពោះសំគឺក្រោយពីការជួបគ្រោះថ្នាក់រវាងស៊ីក្លូរបស់សមនិងឡានរបស់លោកមកសំមានឱកាសដែលលោករដ្ឋមន្ត្រីបានផ្ដល់ការងារសម្រាប់សំណើក្នុងគេហដ្ឋានរបស់លោកព្រោះលោកត្រូវការកម្មករណាដែលមានសេចក្តីទៀងត្រង់និងសុចរិតសម្រាប់មើលការខុសត្រូវចំពោះគេហដ្ឋានក្រោយមកសម្បានយកចិត្តទុកដាក់បំពេញការងាររបស់ខ្លួននិងមានភាពឧស្សាហ៍ព្យាយាមបំពេញភារកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់និងទទួលបានការស្រឡាញ់រាប់អានពីមិត្តភក្តិអ្នកដទៃនិងលោករដ្ឋមន្ត្រីចំពោះលោករដ្ឋមន្ត្រីអំពើល្អរបស់គាត់គឺបានចូលរួមជួយសង្គមជាច្រើនរួមមានការចែករំលែកការផ្ដល់ឲ្យជួយកសាងនៅសាលារៀនមន្ទីរពេទ្យនិងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនិងជាមនុស្សមានចំណេះដឹងខ្ពង់ខ្ពស់ដែលបញ្ចប់ការសិក្សានៅក្រៅប្រទេសយល់ដឹងអំពីស្ថានភាពរបស់ប្រជាជននិងការរស់នៅដោយឡែកអំពើល្អរបស់លោកបានស្តែងចេញពីទឹកចិត្តដ៏ថ្លៃថ្លានិងពោរពេញដោយភាពសប្បាយរីករាយនិងសុភមង្គលហើយសម្រាប់ការរាប់អានរបស់លោកចំពោះសមគឺមានភាពល្អប្រសើរនិងសម្អាចមានកម្រៃសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារហើយនិងប្រកបមុខរបរជាកសិករដាំដុះដំណាំសម្រាប់រកកម្រៃបន្ថែមទៀតជាពិសេសក្នុងសម្បានខ្លាយជាកសិករតម្រូវនឹងចំណេះដឹងក្នុងការដាំដុះលើដំណាំគ្រប់ប្រភេទនិងមានការយល់ដឹងខ្ពស់និងផ្ទេរចំណេះដឹងដល់ប្រជាកសិករផ្សេងទៀតក្រោមការដឹកនាំដ៏ឆ្លៀសវៃរបស់ព្រះបាទនរោត្តមសីហនុនាសម័យនេះបានបង្ហាញថាអំពើល្អរបស់លោករដ្ឋមន្ត្រីវ័យក្មេងបានញោមញៀងឲ្យគ្រួសារនិងប្រទេសមានការអភិវឌ្ឍនិងរីកចម្រើននាពេលអនាគតរួមសេចក្តីមកការចែករំលែករបស់មនុស្សគ្រប់រូបពិតជាផ្ដល់នូវអត្ថប្រយោជន៍និងសារៈសំខាន់ក្នុងការជួយគ្នាទៅវិញទៅមកគំនាពេលជួបទុក្ខលំបាកនាគ្រាមានអាសន្ននឹងចូលរួមលើកស្ទួយការបង្កើតភាពសប្បាយរីករាយសុភមង្គលឆ្ពោះទៅរកសេចក្តីសុខនិងគ្មានចំនួនគ្មានអំពើហិង្សានោះឡើយឆ្លងតាមការបកស្រាយខាងលើមកមាត់ប្រធានខាងលើពិតជាមានលក្ខណៈល្អប្រសើរនិងត្រឹមត្រូវមានអត្ថន័យខ្លឹមសារអប់រំឲ្យមនុស្សគ្រប់រូបមានការចែករំលែកការលះបង់នៅសមភារៈផ្សេងសម្រាប់ជួយគ្នាក្នុងពេលមានអាសន្នដើម្បីឲ្យប្រទេសជាតិនិងសង្គមមានការរស់នៅល្អប្រកបដោយសីលធម៌ភាពនិងគ្នាទៅវិញទៅមកក្នុងនាមខ្ញុំជាសិស្សានុសិស្សខ្ញុំសូមប្រជាជនគ្រប់រូបស្រឡាញ់រាប់អានគ្នាមានសាមគ្គីភាពជាធ្លុងមួយហើយមានការចែករំលែកចេះជួយគ្នានាពេលមានអាសន្ននិងស្រោចស្រង់ជេរពីគ្រាមានអាសន្នដើម្បីឲ្យប្រទេសជាតិមានការរីកចម្រើនគ្រប់វិស័យម្យ៉ាងទៀតខ្ញុំនឹងខិតខំប្រឹងសិក្សារៀនសូត្រឲ្យមានចំណេះដឹងនិងក្លាយជាធនធានសម្រាប់អប់រំក្មេងជំនាន់ក្រោយឲ្យប្រកបដោយសីលធម៌និងគុណធម៌ភាពស្មោះត្រង់និងតស៊ូលះបង់ជាមនុស្សមានមនសិការស្នេហាជាតិថែរក្សាការពារបានគង់វង្សនិងស្ថិតស្ថេរទៅរៀងទៀតខ្មែរសម្រាប់ក្មេងកម្រិតបឋមសិក្សាភាគ1ដល់ភាគ10សម្រាប់កុមារហ្វឹកហាត់ការចងចាំកម្រិតដំបូងទម្លាប់កុមារចេះអានសៀវភៅការហ្វឹកហាត់ពីកុមារភាពកាត់បន្ថយការលេងទូរស័ព្ទបង្កើតទម្លាប់កាន់សៀវភៅបង្កើនភាពសប្បាយរីករាយនៅក្នុងការសិក្សាលោកគ្រូអ្នកគ្រូអាចយកទៅពង្រឹងលើកសមត្ថភាពសិស្សបង្កើតជាល្បែងសិក្សាក្នុងថ្នាក់ឲ្យមានភាពទាក់ទាញតម្លៃពិសេសត្រឹមតែ 2000 ក្នុង1ភាគនិង5ប៉ុណ្ណោះសម្រាប់សៀវភៅ1ឈុត10ភាគជាផលTelegram 011553525សេវាគ្រប់គ្រង Page Promotion បញ្ចុះតម្លៃ50 2 ខែថែមជូនការ Design Poster ស្អាតចំនួន5 3 ខែថែមជូន1ខែដោយឥតគិតថ្លៃ1ឆ្នាំត្រឹមតែ20ប៉ុណ្ណោះចំណាយតិចតែលទ្ធផលជាទីគាប់ចិត្តសេវាកម្មគ្រប់គ្រង Page Promotion ត្រឹមតែ35 1ខែជួយរៀបចំ Page Standard តាមគោលការណ៍ Facebook ជួយសរសេរ Caption អត្ថបទផុសឲ្យទាក់ទាញរបៀបផុសក្នុង Page ឲ្យភ្ញៀវឆាប់ស្គាល់ច្រើនពិសេសអ្នកចាប់ផ្ដើមអាជីវកម្មថ្មីមុនដាក់ប៊ូសពិភាក្សាយ៉ាងម៉ត់ចត់ធ្វើយ៉ាងណាឲ្យប៊ូសអស់លុយតិចប្រឹក្សាយោបល់មិនកំណត់ពេលធានាការបូសជូនលក់ដាច់បានច្រើនជាងមុននិងសេវាដោះស្រាយបញ្ហាផ្សេងបូសមានប្រសិទ្ធភាពខ្ពស់ព័ត៌មានលម្អិតសូមឆាតចូល Page ឆាតចូល Telegram 0115635625